ពេលដែលថៃថ្លែងសន្ទរកថាហ្នឹងគឺមាន2ចំណុចបាទ2ចំណុចដែលខ្ញុំចាប់អារម្មណ៍គឺចំណុចទី1គាត់ចេញមកគាត់និយាយទៅលោករដ្ឋមន្ត្រីការបរទេសថៃបាទគាត់បាននិយាយហ្នឹងចាប់ផ្ដើមសន្ទរកថាភ្លាមគាត់និយាយថាគាត់មកហ្នឹងគឺគាត់ចង់ថ្លែងសន្ទរកថាអំពីសេចក្តីសង្ឃឹមសម្រាប់អនាគតសម្រាប់អង្គការសហប្រជាជាតិក៏ប៉ុន្តែដោយសារតែខាងទីកម្ពុជាបាននិយាយមិនរឿងមិនល្អខ្ញុំក៏ដូរសរសេរសន្ទរកថានឹងខ្ញុំនឹងឡើងវិញដើម្បីមកជម្រាបអំពីការពិតថាកម្ពុជានឹងមិននិយាយពីរឿងការពិតនោះទេថៃឡើងជន់ចានជក់ឆ្លេឆ្លាចង់មកគឺអនុទាននឹងចង់មកខ្លួនឯងតែម្ដងប៉ុន្តែដោយសារតែមន្ត្រីច្បាប់មកមិនរួចបានឲ្យរដ្ឋមន្ត្រីមកអញ្ចឹងបានន័យថាគាត់ដឹងថែមទាំងអនុទាននិយាយថាត្រូវទៅដើម្បីការពារពីព្រោះកម្ពុជាបានប្តឹងទៅអន្តរជាតិហើយបាទឥឡូវនេះក៏ថៃដូចជានៅឆ្ងាយពីអន្តរជាតិស្រាប់មកគាត់និយាយថាគាត់និយាយពីរឿងស្អីចង់និយាយសន្ទរកថារឿងផ្សេងទេប៉ុន្តែកម្ពុជាយើងហ្នឹងក៏ខ្ញុំមិននិយាយរឿងហ្នឹងដែរទៅហើយរឿងទី2ប្រិមិត្តដែលតាមយូរហើយក៏អាចដឹងដែរគឺនៅពេលដែលទូតកម្ពុជាម្នាក់បាទទូតកម្ពុជាម្នាក់ដែលឡើងថ្លែងថាឲ្យទូតថៃនោះក៏ថៃក៏និយាយរឿងហ្នឹងគាត់ថាខ្ញុំអត់ចង់យកប៉ះពាល់វេទិកានេះទេគឺវេទិកានេះគឺយើងចង់និយាយរឿងផ្សេងប៉ុន្តែដោយសារកម្ពុជានិយាយចឹងក៏ខ្ញុំនិយាយហើយនៅចាំបាននៅម៉ាឡេស៊ីប្រជុំខាងសភាហ្នឹងក៏ចាំដែរនៅពេលកម្ពុជានិយាយគាត់ថាខ្ញុំចង់និយាយប៉ុន្តែកម្ពុជានិយាយខ្ញុំនិយាយយូរគាត់ដើរតួជា gentleman ហ្នឹងគឺថារួមមកសម្ដីគាត់បាទថាទី2នៅពេលដែលគាត់និយាយហ្នឹងគាត់និយាយថាកម្ពុជាហ្នឹងគឺព្រមព្រៀងគ្នាទៅហើយនិយាយរឿងផ្សេងស្អាតមកឥឡូវសាប់មកដល់ប្រជុំនេះសាប់តែនិយាយរឿងហ្នឹងទៀតបាទគាត់ចង់និយាយថាកម្ពុជាហ្នឹងមិនគួរឲ្យទុកចិត្តបានទេនិយាយលេចនិយាយកាត់ធ្វើកាត់បាទហើយនៅក្នុងឥឡូវចូលមកក្នុងសន្ទរកថារបស់គាត់វិញបាទសន្ទរកថារបស់លោកពូខិតកៅហ្នឹងវិញគាត់និយាយតាំងពីណាថៃហ្នឹងបានជួយកម្ពុជាបាទជាអ្នកជិតខាងល្អជួយគ្នាគឺមានរឿងដោយសារគាត់បើកព្រំដែនឲ្យបើកជំរំបើកអីឥឡូវពេលដែលចប់រឿងហ្នឹងកម្ពុជាហ្នឹងមិនត្រឡប់មកវិញទេបែរជាពង្រីករំនៅឋានហ្នឹងហើយធ្វើឲ្យប៉ះពាល់ទឹកដីហ្នឹងអញ្ចឹងគាត់ថាអ្វីដែលគឺការឡើងនោះដោយសារតែរឿងហ្នឹងរឿងមនុស្សធម៌របស់គាត់នឹងឲ្យទឹកដីហ្នឹងគឺជាទឹកដីនៅក្នុងផែនទីរបស់ថៃទេបាទតែគាត់បាននិយាយថាផែនទីរបស់គាត់ជាផែនទីអតីតពីគេទេណាបាទថាទឹកដីរបស់ថៃទេហើយគាត់ថាជាអ្នកជិតខាងល្អឥឡូវហ្នឹងទៅថ្ងៃមុខអ្នកកម្ពុជាហ្នឹងត្រូវធ្វើម៉េចឥឡូវយើងយកផ្លូវធ្វើការជាមួយគ្នាក៏យ៉ាងម៉េចបាទគាត់និយាយពីរោះពិសាមែនតើបាទគឺថាជាអ្នកដែលគោរពស្រឡាញ់សន្តិភាពអ្នកសន្តិភាពដែលមិនចង់មានរឿងអ្វីគឺចូលចិត្តឲ្យមានការដោះស្រាយដោយសន្តិវិធីនិងការចរចាគ្នានិយាយគ្នាដើម្បីជួយគ្នាទៅវិញទៅមកជាអ្នកជិតខាងល្អ